នៅវេលាល្ងាចថ្ងៃអាទិត្យទី8ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី3នៅទីក្រុងនីសប្រទេសបារាំងពីថ្ងៃទី9ដល់ថ្ងៃទី11ខែមិថុនាឆ្នាំ2025តបតាមសេចក្តីអញ្ជើញរបស់ឯកឧត្តមអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនិងឯកឧត្តមអង់តូនីយ៉ូ ហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិនៅវេលាព្រឹកថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងគណៈប្រតិភូនៃរាជរដ្ឋាភិបាលបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d'Azur នៅទីក្រុង Nice ប្រទេសបារាំងប្រកបដោយសុខសុវត្ថិភាពតមកនៅវេលាព្រឹកថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីបើកសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី3ក្រោមប្រធានបទការពន្លឿនសកម្មភាពនិងការគៀកោគ្រប់តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាពបន្ទាប់ពីបានអញ្ជើញចូលរួមពិធីបើកសន្និសីទនេះនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមអ៊ីម៉ូម៉ាលីរ៉ាស់មុនប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថានក្នុងឱកាសនៃជំនួបនេះឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថានបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសតាជីគីស្ថានកាលពីឆ្នាំ2019កន្លងទៅឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងពីសក្តានុពលរបស់ប្រទេសតាជីគីស្ថានដែលមានឧត្តមភាពខាងវិស័យថាមពលស្អាតនិងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឲ្យបាន 100% ត្រឹមឆ្នាំ2038ឯកឧត្តមបានកត់សម្គាល់ថាកម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្មដោយកម្ពុជាអាចធានានឹងការផ្គត់ផ្គង់ស្បៀងក្នុងស្រុកនិងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរសម្ដេចបវរធិបតីបានថ្លែងថាជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់រវាងប្រទេសទាំងពីរនិងបានគូបញ្ជាក់ពីការបដិញ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងជំនួបបន្ទាប់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមអង់តូនីយ៉ូកូស្តាប្រធានក្រុមប្រឹក្សាអឺរ៉ុបក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្តជាពិសេសការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីនេះនិងបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសកម្ពុជាព្រមទាំងបានវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីមានប្រសាសន៍ថាតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះសម្ដេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថាសហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជាសម្រាប់អនាគតកាលជាពិសេសក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ2029ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផលកម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្ដែងជាច្រើនដែលក្នុងនោះរួមមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងសភារួចហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះក្រៅពីវិស័យជលផលកម្ពុជាបានបដិញ្ញាចិត្តខ្ពស់សម្ដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន 70% នៅឆ្នាំ2030និងសម្រេចបាននៅអព្យាក្រឹតកាបូននៅឆ្នាំ2050បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយនៅវេលារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី3សម្ដេចបវរធិបតីបានគូបញ្ជាក់ថាមហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើងជាបេះដូងពណ៌ខៀវនៃភពផែនដីរបស់យើងវាជាប្រភពនៃអាហារថាមពលនិងទឹកដែលផ្ដល់នូវជីវភាពនិងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍មហាសមុទ្រគ្រប់គ្រងការប្រែប្រួលអាកាសធាតុ
និងបង្កើតអុកស៊ីហ្សែនដែលយើងដកដង្ហើមមហាសមុទ្រជាមូលដ្ឋានគ្រឹះនៃជីវៈចម្រុះដ៏សម្បូរបែបនៃភពផែនដីរបស់យើងមហាសមុទ្រមានសារៈសំខាន់ចំពោះសុខុមាលភាពនិងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោកសម្ដេចបវរធិបតីមានប្រសាសន៍ថាប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការគំរាមកំហែងដល់មហាសមុទ្រពិភពលោកហើយបញ្ហាប្រឈមទាំងនេះទាមទារឲ្យមានសកម្មភាពជាបន្ទាន់និងការសម្រេចចិត្តក៏ដូចជាកិច្ចសហការដែលឥតងាករេលើសពីនេះសម្ដេចបវរធិបតីបានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់កម្ពុជាស្ដីពីបរិស្ថានឆ្នាំ2023-2028ផ្ដោតលើសសរស្តម្ភជាមូលដ្ឋានចំនួន3ភាពស្អាតភាពបៃតងនិងចីរភាពដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់យើងនិងការការពាររយៈពេលវែងនៅក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះដែរសម្ដេចបវរធិបតីបានឆ្លៀតពេលជួបសំណេះសំណាលជាមួយលោកជំទាវ Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបជាមួយឯកឧត្តម Christian Estrosi អភិបាលក្រុងនីសនិងជាមួយព្រះអង្គម្ចាស់ Haakon រាជទាយាទនៃប្រទេសន័រវេសផងដែរក្រៅពីនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Robert Bergré-Mombé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតេឌីវ៉ាក្នុងឱកាសនៃជំនួបសម្ដេចបវរធិបតីបានរំលឹកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី39របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅរាជធានីភ្នំពេញកាលចុងឆ្នាំ2019សម្ដេចបវរធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតេឌីវ៉ាបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនិងពិនិត្យលទ្ធភាពចូលរួមកិច្ចប្រជុំកំពូល Francophonie លើកទី20នៅឆ្នាំ2026ខាងមុខនេះនៅខេត្តសៀមរាបខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតេឌីវ៉ាសង្ឃឹមថានឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងចូលរួមកិច្ចប្រជុំកំពូល Francophonie លើកទី20នៅឆ្នាំ2026ដែលនឹងក្លាយជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគីសម្ដៅពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀតបន្ទាប់មកនៅវេលារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឯកឧត្តម Sepp Schelon រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុបនិងកិច្ចការអន្តរជាតិនៃប្រទេសអូទ្រីសចូលជួបសម្ដែងការគួរសមក្នុងឱកាសនៃជំនួបសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអូទ្រីសដែលបានចូលរួមចំណែកនិងគាំទ្រសកម្មភាពបោសសម្អាតមីនការបណ្ដុះបណ្ដាលធនធានមនុស្សនិងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្ដេចបវរធិបតីបានគូបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីដោយបានជំរុញឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តពិភាក្សាបន្ថែមទៀតដើម្បីឲ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមកនិងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាការឆ្លើយតបឯកឧត្តម Sepp Schelon បានគូបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីននិងបណ្ដុះបណ្ដាលធនធានមនុស្សនិងបានបង្ហាញនូវការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅប្រទេសអូទ្រីសឯកឧត្តមក៏បានស្នើកម្ពុជាគាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ2027-2028នៅវេលាព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកជំទាវ Anneli Verlinden រដ្ឋមន្ត្រីក្រសួងយុតិធម៌នៃព្រះរាជាណាចក្របែលហ្សិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃជំនួបលោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យលោកជំទាវនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះលោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុតិធម៌នៃប្រទេសទាំងពីរជាពិសេសវឌ្ឍនភាពនៃការចរចា
លើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌រវាងក្រសួងទាំងពីរជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបែលហ្សិកនិងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនបែលហ្សិកដែលបានរួមចំណែកគាំទ្រវិស័យបោសសម្អាតមីនវិស័យអប់រំនិងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជាដើមសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងទៀតសម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុតិធម៌នៃប្រទេសទាំងពីរនិងលើកទឹកចិត្តក្រសួងយុតិធម៌ទាំងពីរជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុងដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់មុននឹងបញ្ចប់បេសកកម្មការទូតនៅលើទឹកដីបារាំងនៅល្ងាចថ្ងៃទី10ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមអេម៉ានូអែលម៉ាខុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានាធិបតីបារាំងបានគូបញ្ជាក់ថាឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ2026ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីនិងបានគូបញ្ជាក់ថារដ្ឋាភិបាលបារាំងនឹងផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី20ក្នុងឆ្នាំ2026ឲ្យទទួលបានជោគជ័យជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីដែលផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី20ក្នុងឆ្នាំ2026ចំពោះទំនាក់ទំនងទ្វេភាគីសម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងបារាំងព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវមួយដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជាបារាំងជាដៃគូយុទ្ធសាស្ត្រនៅវេលាព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពដោយនាំមកនៅលទ្ធផលនៃការអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី3ដ៏មានសារៈសំខាន់នេះប្រកបដោយផ្លែផ្កា